thì ôn tồnទាំងអស់នេះខ្ញុំបានសូមអនុញ្ញាតធ្វើការចាប់អារម្មណ៍មួយចំនួនតាក់ទងជាមួយនឹងការបកស្រាយច្បាប់ដែលជាមូលដ្ឋានគ្រឹះសម្រាប់អ្នកច្បាប់ជាពិសេសអ្នកដែលត្រៀមប្រឡងប្រជែងដើម្បីប្រកបវិជ្ជាជីវៈផ្សេងជាការពិតការបកស្រាយច្បាប់អ្វីដែលយើងចាំបាច់ត្រូវពិនិត្យមើលនោះទីមួយយើងត្រូវដឹងថាប្រព័ន្ធច្បាប់របស់យើងនឹងគឺនៅក្នុងប្រព័ន្ធណាជាការពិតសម្រាប់ប្រព័ន្ធច្បាប់ខ្មែរមានអ្នកច្បាប់មួយចំនួនគាត់លើកឡើងថាប្រព័ន្ធច្បាប់យើងនឹងនៅក្នុងប្រព័ន្ធcivil law អញ្ចឹងទៅក៏ប៉ុន្តែសម្រាប់រឿងពាណិជ្ជកម្មរឿងរដ្ឋប្រវេណីរឿងផ្សេងមាននៅក្នុងប្រព័ន្ធ common law ខ្ញុំសូមបញ្ជាក់ថាប្រព័ន្ធច្បាប់ខ្មែរគឺប្រព័ន្ធ civil law ហេតុអីបានថាជាប្រព័ន្ធ civil law ពីព្រោះចរិតលក្ខណៈនៃប្រព័ន្ធ civil law អ្វីដែលយើងកត់សម្គាល់ទី1ប្រព័ន្ធច្បាប់នេះជាប្រព័ន្ធច្បាប់សរសេរដែលកើតចេញអំពីនីតិវិធីនៃការកសាងច្បាប់ចំណុចទី2វាមានការគេហៅថាចងក្រងជាក្រមឬក្រមរូបនីយកម្មហើយចំណុចទី3គឺអំណាចរបស់ចៅក្រមនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងនិងនៅក្នុងច្បាប់បានកំណត់ហើយថាចៅក្រមមានតួនាទីជាអ្នកអនុវត្តច្បាប់ហើយវាខុសពីប្រព័ន្ធ common law ដែលចៅក្រមបង្កើតច្បាប់ផងបកស្រាយច្បាប់ផងអនុវត្តច្បាប់ផងនេះចំណុចក៏សំខាន់ហើយដូច្នេះហេតុអីបានជាខ្ញុំមានមូលដ្ឋានលើកមកនិយាយអញ្ចឹងជាក់ស្ដែងយើងដឹងហើយថានៅក្នុងរឿងរដ្ឋប្រវេណីករណីច្បាប់ចែងមិនច្បាស់ឬគ្មានច្បាប់ចែងចៅក្រមត្រូវប្រើប្រាស់គោលការណ៍សមត្ថភាពដើម្បីដោះស្រាយទៅលើវិវាទនោះវាស្តៀងគ្នាជាមួយនឹងequity នៅក្នុងប្រព័ន្ធ common law គឺយើងហៅថា golden rule ក៏ប៉ុន្តែសូមកុំភ្លេចថានៅក្នុងច្បាប់របស់យើងបានកំណត់ហើយកំណត់ថាមិននៅក្នុងច្បាប់ស្តីពីការអនុវត្តនីតិវិធីរដ្ឋប្រវេណីសំទោសច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្រវេណីឆ្នាំ2011បានចែងថាក្នុងករណីគឺមានច្បាប់ចែងឬក៏ច្បាប់ចែងមិនច្បាស់នឹងចៅក្រមប្រើគោលការណ៍សមត្ថភាពដើម្បីដោះស្រាយចំនួននោះឥឡូវយើងបកមកបញ្ហារបស់យើងតាក់ទងជាមួយការបកស្រាយច្បាប់ការបកស្រាយច្បាប់ដើម្បីអាចបកស្រាយច្បាប់មួយបានវាមាននៅគេហៅថាសង្កត់ភាពវាមាននៅសុខដុមនីយកម្មនិងឯកស្ថានូបនីយកម្មយើងត្រូវពិនិត្យមើលទៅលើ5ចំណុចទី1វិធីសាស្ត្រនៅក្នុងការបកស្រាយទី2គោលការណ៍នៅក្នុងការបកស្រាយទី3វិធាននីតិវិធីបកស្រាយទី4គោលការណ៍សន្មតនិងទី5តល័យកសមហេតុផលនៅក្នុងនេះខ្ញុំសូមលើកអំពីគោលការណ៍នៃការបកស្រាយគោលការណ៍នៃការបកស្រាយវាមាន3ចំណុចធំដែលយើងគួរគប្បីពិនិត្យមើលទី1គោលការណ៍ឋានានុក្រមនៅក្នុងគោលការណ៍ឋានានុក្រមនេះអ្វីដែលគេពិនិត្យមើលទី1គឺច្បាប់ហ្នឹងវាមានសង្កត់ភាពជាមួយនឹងរដ្ឋធម្មនុញ្ញវាមានសុខដុមនីយកម្មជាមួយនឹងច្បាប់ដទៃទៀតហើយនឹងទី3គឺពាក់ព័ន្ធជាមួយនឹងគោលការណ៍នៃការអនុវត្តច្បាប់គ្រឹះមានន័យថាជាគោលការណ៍ច្បាប់ពិសេសគេអនុវត្តមុនបើសិនបើមិនមានចែងក្នុងច្បាប់ពិសេសទេទើបគេយកគោលការណ៍នីតិរួមដែលយើងនិយាយថាមានក្រមទាំង4ហ្នឹងក្រមព្រហ្មទណ្ឌក្រមតេទីព្រហ្មទណ្ឌក្រមរដ្ឋប្រវេណីក្រមតេទីរដ្ឋប្រវេណីយកមកធ្វើការអនុវត្តហើយសម្រាប់គោលការណ៍សមត្ថភាពអ្វីដែលយើងត្រូវពិនិត្យមើលយើងមើលទាំងអស់តាំងពីកត្តាចិត្តសាស្ត្រកត្តានយោបាយកត្តាសង្គមសេដ្ឋកិច្ចជំនឿសាសនាវប្បធម៌ប្រពៃណីដែលជាគោលការណ៍សម្រាប់ទៅធ្វើឲ្យគូចំនួននឹងគាត់អាចទទួលយកបាននិងចំណុចចុងក្រោយគឺគោលការណ៍នៃការបកស្រាយក្នុងន័យទូលាយនិងការបកស្រាយនៅក្នុងន័យចង្អៀតក្នុងន័យទូលាយនេះមានន័យថាជាការបកស្រាយដោយផ្អែកទៅលើចរិតលក្ខណៈ
ในบทเป็นยัดได้วิมินและขณะได้คาดหรือก็วิบุเป็นประธานอ้อยชันเตะบอกกูเปกีก็บรรท้ายสันบาในขนมกะในคือแปะปอนจมูกดังสไลพีบพอประโยชน์บอกจีบรอดถูกตื้ออันนั้นฉบับคือกำนัดอ้อยบอกเสียในขนมในจังเอียได้ยังเป็นนัดคืนเมียนโคกาในการบอกสไลในขนมเมตราปรามกรอมปรุมตัวอันบ่เยอะใหญ่หายกาบอกสไลจับปรุมตัวอันขนมในตังรังบ่าส่งออกคนให้เงินส่งขายใครๆปนนี้บอกสันจีเมียนจังงอเลยเลือกในขนมกำบันในบ้าน